រឿងនាងនាគកាលពីព្រៃនាយមានភូមិមួយស្ថិតនៅជើងភ្នំដាច់ស្រយាលក្បែរភូមិនោះមានព្រៃធំមួយដែលគ្មានអ្នកហ៊ានចូលទៅជ្រៅនោះទេព្រោះគេថាមានអ្វីក៏ក្រើករស់នៅទីនោះប៉ុន្តែក្មេងប្រុសកំព្រាម្នាក់ឈ្មោះសូសគាត់ពិតជាក្លាហានណាស់សូសបានចូលទៅបោសស្លឹកឈើជ្រុះក្បែរព្រៃនោះស្រាប់តែឃើញអណ្ដើកមួយកំពុងដេកដកដង្ហើមដោយចិត្តមេត្តាគាត់យកអណ្ដើកនោះទៅចិញ្ចឹមដោយឲ្យបាយទឹកជារៀងរាល់ថ្ងៃអណ្ដើកនោះក៏ចម្លែកដែរវាចេះស្ដាប់គាត់និយាយហើយសម្លឹងមើលដោយកែវភ្នែកភ្លឺចិញ្ចាំងលុះពេលយប់ព្រះច័ន្ទពេញវង្សសូសត្រឡប់មកពីរកអុសឃើញក្នុងខ្ទមរបស់គាត់មានពន្លឺចែងចាំងគាត់ស្រាប់តែឃើញនាងនាគម្នាក់ស្លៀកពាក់យ៉ាងស្អាតកំពុងរៀបចំបាយទឹកថ្វាយនាងបែរមកមើលគាត់ទៀងញញឹមសូសភ្ញាក់ផ្អើលសួរថានាងជានរណានាងក៏ឆ្លើយថានាងជាអណ្ដើកដែលគាត់បានសង្គ្រោះនាងត្រូវបណ្ដាសាឲ្យធ្លាក់មករស់នៅលើគោកនាងប្រាប់ថាបើសូសចង់ឲ្យនាងនៅជាមួយគឺត្រូវរក្សាការសម្ងាត់កុំឲ្យអ្នកណាដឹងថានាងជានរណានោះឡើយសូសសប្បាយចិត្តណាស់ព្រោះបាននាងជាប្រពន្ធពីថ្ងៃនោះមកខ្ទមគាត់ក៏មានសុភមង្គលគាត់ទៅធ្វើស្រែចម្ការចំណែកឯនាងជាអ្នកថែរក្សាផ្ទះគាត់មានទ្រព្យសម្បត្តិតិចតួចក៏ចម្រើនឡើងលុះយូរទៅអ្នកភូមិចាប់ផ្ដើមច្រណែនព្រោះសូសកាន់តែមានគេឃើញមានពន្លឺចម្លែកចេញពីខ្ទមរបស់គាត់នាពេលយប់ស្រាប់តែមានលោកតានិមានបុណ្យម្នាក់មកប្រាប់សូសថាប្រពន្ធគាត់ប្រហែលជាខ្មោចរីឬពស់នាគបើចង់ឲ្យនាងនៅជាមួយយូរត្រូវយកដេកគោលទៅដោតលើស្នាមជើងរបស់នាងសូសល្ងងខ្លាចក៏ស្ដាប់តាមលុះប្រលប់ក្រោយមកនាងកំពុងដេកសូសក៏ចាប់ផ្ដើមយកដេកគោលទៅដោតលើស្នាមជើងនាងស្រាប់តែគោលួនយ៉ាងខ្លាំងនាងភ្ញាក់ឡើងទាំងឈឺចាប់ប្រែคล้ายទៅជានាគពស់ប្រាក់ដ៏ធំនាងសម្លឹងមើលមុខសូសទាំងក្រៀមក្រំហើយនិយាយថាអូនប្រាប់បងហើយថាកុំឲ្យអ្នកណាដឹងបងស្ដាប់គេឥឡូវបណ្ដាសាត្រូវបានដោះស្រាយអូនត្រូវតែវិលត្រឡប់ទៅកាន់នគរក្រោមទឹកវិញហើយនាងក៏ហោះចេញទៅបាត់ក្នុងព្រៃបន្សល់ទុកតែស្នាមភ្លើងនិងក្លិនក្រអូបសូសឈរស្ដាយក្រោយទឹកភ្នែកហូរមិនឈប់គាត់បានមេរៀនមួយថាសេចក្តីស្រឡាញ់ពិតប្រាកដមិនត្រូវការសាឡបងពីខាងក្រៅនោះឡើយគាត់នៅលាវរហូតហើយតែងតែយកចំណីទៅដាក់នៅមាត់អូរនោះជារៀងរាល់ឆ្នាំសង្ឃឹមថានាងនឹងអត់ទោសឲ្យគាត់លុះដល់សប្តាហ៍ថ្ងៃគេថាពេលយប់ពេញបរមីគេនៅតែឮសូរយំសោកស្ដាយរបស់បុរសម្នាក់នោះ